អ្នកគាំទ្រគុណខ្មែរធ្វើការប្រៀបធៀបរវាងកីឡាករធីយ៉ាហ្គោនិងកីឡាករសុកធីនៅពេលដែលឃើញកីឡាករធីយ៉ាហ្គោធ្វើការបង្ហោះសំណេរជាអក្សរខ្មែរខណៈដែលកីឡាករសុកធីជាកីឡាករខ្មែរប៉ុន្តែសំណេរជាអក្សរថៃបងប្អូនប្រិមិត្តប្រហែលជាបានដឹងរួចមកហើយតាក់ទងជាមួយនឹងការផ្ទុះការរិះគន់បាទមួយរយៈចុងក្រោយនេះបាទមែនតើទៅកីឡាករសុកធីបាទមិនមែនជាកីឡាករថៃមិនមែនជាកីឡាករសញ្ជាតិថៃអីទេបងប្អូនណាបាទគ្រាន់តែគាត់ដើមកំណើតរបស់គាត់បាទគាត់ទៅធ្វើការរស់នៅបាទធ្វើការក៏ដូចជាសិក្សានៅឯទឹកដីប្រទេសថៃបាទប៉ុន្តែគាត់ចេះនិយាយភាសាខ្មែរបាទគ្រាន់តែគាត់អត់ចេះអក្សរខ្មែរបងប្អូនបាទតែអ្វីដែលសំខាន់បាទគឺភរិយាគាត់គឺជនជាតិថៃបាទអញ្ចឹងឃើញថាផ្ទុះការរិះគន់ម្ដងហើយម្ដងទៀតបាទចំពោះកីឡាករសុកធីតាក់ទងជាមួយនឹងការបង្ហោះជាអក្សរថៃបាទកាលពីកម្ពុជានិងថៃមិនទាន់មានបញ្ហាចំនួនព្រំដែនបាទឃើញថាអ្នកគាំទ្របានធ្វើការគេហៅថាខមមិនណែនាំខមមិនរិះគន់ខមមិនអីចឹងទៅបងប្អូនបាទប៉ុន្តែក៏មានការឆ្លើយតបមានការបកស្រាយពីសំណាក់កីឡាករសុកធីដែរតាក់ទងជាមួយនឹងការឆ្លើយតបនោះគាត់ថាគាត់អត់ចេះអក្សរខ្មែរបាទគាត់ចេះតែអក្សរថៃដោយសារតែគាត់ទៅរស់នៅឯទឹកដីប្រទេសថៃតាំងពីតូចបាទតាំងពីមិនទាន់ចេះអក្សរបងប្អូនគាត់ទៅដល់នោះគេរៀនអក្សរថៃរៀនអីទៅគាត់ចេះតែថៃបាទអញ្ចឹងធ្វើឲ្យគាត់តែសេនៅលើបណ្ដាញសង្គម Facebook គឺអត់ដែរតែសេខ្មែរទេតែសេតែថៃទេតែកាលពីមុនចំនួនព្រំដែនវាជារឿងផ្សេងតែនៅពេលដែលមានបញ្ហាព្រំដែនបាទបងប្អូនឃើញហើយបាទមានបញ្ហាព្រំដែនខ្មែរថៃកីឡាករសុកធីនៅតែសរសេរបាទបង្ហោះសារមិនមែនថាគាត់សរសេរបង្ហោះសារបតិចប្រអាក់ឬក៏អីមកជាអធិពលអីដល់ខាងខ្មែរយើងអីទេបងប្អូនបាទគ្រាន់តែថាគាត់សរសេរជាអក្សរថៃបាទគាត់សរសេរក្នុងន័យការបង្ហោះរបស់គាត់ផ្សេងទេគាត់តែថាគាត់សរសេរជាអក្សរថៃខណៈដែលអ្នកគាំទ្រគាត់អត់ចង់ឃើញអក្សរថៃជាពិសេសអត់ចង់ឃើញកីឡាករដែលជាកីឡាករលំដាប់ជួរមុខកីឡាករជើងខ្លាំងកំដរកីឡាករដែលមានប្រជាប្រិយភាពបាទតែបែរជាយកអក្សរចោលយកមកសរសេរនៅក្នុងបណ្ដាញសង្គមបាទអញ្ចឹងនេះគឺជាអ្វីដែលបងប្អូនអ្នកគាំទ្រគុណខ្មែរអត់ចង់ឃើញបាទអត់ចង់ឃើញកីឡាករសុកធីធ្វើបែបនេះបាទអញ្ចឹងម្ដងហើយម្ដងទៀតបងប្អូនឃើញហើយបាទគឺគាត់តែងតែធ្វើការបង្ហោះបែបនេះប្រហែលជាគាត់អាចថាមិនអាចបកក្រោយបានទេក្នុងការសរសេរអក្សរខ្មែរយើងព្រោះគាត់តែងតែសរសេរអក្សរថៃជារឿយបាទប៉ុន្តែនេះជារឿងរបស់គាត់ទេបងប្អូនគាត់ថាគាត់អត់មានប៉ះពាល់អីថានិយាយមកឌៀមដាមសរសេរឌៀមដាមអីដល់ខ្មែរយើងទេគាត់ថាគាត់សរសេរជាអក្សរថៃបាទតែអ្នកគាំទ្រគាត់អត់ចូលចិត្តបាទអត់ចូលចិត្តងាកមកចាប់អារម្មណ៍បាទបន្ទាប់ពីឃើញទង្វើដដែលរបស់កីឡាករសុកធីឃើញបងប្អូនអ្នកគាំទ្រខ្លះគាត់បានប្រៀបធៀបបាទរវាងកីឡាករធីយ៉ាហ្គោដែលជាកីឡាករបាទបរទេសទេប៉ុន្តែគាត់តែងតែសរសេរអក្សរខ្មែរបាទគាត់បង្ហោះនៅលើបណ្ដាញសង្គម Facebook page ផ្លូវការរបស់គាត់តែងតែសរសេរអក្សរខ្មែរទោះបីជាគាត់មិនចេះខ្មែរប៉ុន្តែគាត់តែងតែសរសេរអក្សរខ្មែរសម័យនេះសម័យអ៊ីនធឺណិតបងប្អូនបាទតាមបណ្ដាញសង្គមបាទធ្វើការហៅថា app translate app អីគឺថាដាក់អីចេញនឹងបងប្អូនអក្សរអីក៏ដោយក៏ចេញដែរបាទអក្សរអីក៏ចេញដែរមិនបាច់ថាយើងចេះខ្មែរឬមិនចេះទេបងប្អូនបាទសរសេរតែអង់គ្លេសបកមកជាខ្មែរដូចបេះបិទបាទហើយសរសេរតែខ្មែរបកទៅជាអង់គ្លេសបេះបិទបាទអញ្ចឹងនេះគឺជាអ្វីដែលបងប្អូនអ្នកគាំទ្រធ្វើការប្រៀបធៀបថាគេជាកីឡាករបរទេសផងគេនៅតែចង់សរសេរអក្សរខ្មែរបាទខណៈដែលកីឡាករឯងកីឡាករខ្មែរជនជាតិខ្មែរកូនចៅរបស់ខ្មែរប៉ុន្តែសរសេរអក្សរបរទេសហើយអក្សរបរទេសនោះទៀតសោតគឺជាអក្សរចោលទៅទៀតបាទអញ្ចឹងនេះគឺជាចំណុចដែលអ្នកគាំទ្រគាត់ចង់ឃើញបងប្អូនហើយបងប្អូនយល់យ៉ាងណាដែរបាទបងប្អូនយល់យ៉ាងណាដែរតាក់ទងជាមួយនឹងកីឡាករសុកធីបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយតាក់ទងជាមួយនឹងបញ្ហានេះវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា